លោកតាគង់ណៃគឺជាជីវិតផ្ទាល់ខ្លួននិងការតស៊ូការសហការជាមួយវិចិត្រករអន្តរជាតិនិងផលិតកម្មសហការជាមួយវ៉ាន់ដាលោកតាបានបង្ហាញពីទស្សនវិស័យវិសេសដោយយល់ព្រមសហការជាមួយតារារ៉េបសម័យទំនើបវ៉ាន់ដាក្នុងបទ Time to Rise ក្នុងវីដេអូនេះលោកតាបានសូត្រថាសូមបើកទំព័រថ្មីបន្តស្នាដៃពីគង់ណៃខ្ញុំបានអើយលោកតាគង់ណៃជាតន្ត្រីករខ្មែរដ៏អស្ចារ្យមួយរូបដែលបានលះបង់ជីវិតអស់រយៈពេលជាង64ឆ្នាំដើម្បីអភិរក្សនិងផ្សព្វផ្សាយសិល្បៈចាប៉ីដងវែងជីវិតរបស់លោកតាគឺពោរពេញទៅដោយរឿងរ៉ាវនៃជោគជ័យនិងបរាជ័យដែលកើតចេញពីទេពកោសល្យផ្ទាល់ខ្លួនភាពខុសខើនៃរបបនយោបាយនិងការផ្លាស់ប្ដូររសជាតិសង្គមប្រវត្តិជោគជ័យពីក្មេងកំព្រាភ្នែកទៅជាសិល្បករល្បីលោកតាបានបាត់បង់ភ្នែកតាំងពីអាយុ4ឆ្នាំដោយសារជំងឺអ៊ុតស្វាយទោះជាយ៉ាងណានៅអាយុ13ឆ្នាំលោកតាបានរៀនចាប៉ីដងវែងពីពូហើយត្រឹមតែ2ឆ្នាំក្រោយមកលោកតាអាចសម្ដែងប្រកបរបររកស៊ីបានបន្ទាប់ពីក្លាយជាអ្នកជំនាញតែមួយគត់នៅខេត្តកំពតការទទួលស្គាល់ជាតិនិងអន្តរជាតិលោកតាទទួលបានពានរង្វាន់និងឋានៈជាច្រើនគួរកត់សម្គាល់ជាងគេគឺក្លាយជាបេតិកភណ្ឌរស់ Living Heritage តាមព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រនៅឆ្នាំ2012និងទទួលបានពានរង្វាន់វប្បធម៌ Fukuoka Prize ពីប្រទេសជប៉ុននៅឆ្នាំ2017គ្រូបង្រៀននិងអ្នកសម្ដែងសម័យទំនើបក្រៅពីសម្ដែងលោកតាក៏បានបន្តវងត្រកូលដោយបង្រៀនកូនប្រុសទី9របស់ខ្លួននិងបានសហការជាមួយតារារ៉េបសម័យទំនើបវ៉ាន់ដាក្នុងបទ Time to Rise ដែលទទួលបានទស្សនារាប់លាននាក់ប្រវត្តិបរាជ័យការតស៊ូជាមួយពិការភាពពិការភ្នែកតាំងពីក្មេងបានធ្វើឲ្យជីវិតលោកតាលំបាកតែងតែត្រូវគេសើចចំអកសូម្បីតែបានគិតចង់ធ្វើអត្តឃាតក្នុងវ័យកុមារការប៉ះទង្គិចជាមួយរបបនយោបាយក្រោមរបបខ្មែរក្រហមសិល្បៈបែបកំប្លែងឬសើចចំអកត្រូវបានហាមឃាត់លោកតាត្រូវបង្ខំច្រៀងតែសរសើររដ្ឋាភិបាលហើយត្រូវបញ្ជូនទៅធ្វើការនៅកសិដ្ឋានសមូហភាពប៉ុណ្ណោះភាពអនាថាក្នុងទីក្រុងទទួលបានជោគជ័យក្នុងការប្រកួតនិងមានប្រាក់ខែពីក្រសួងប៉ុន្តែនៅដើមទសវត្សរ៍ឆ្នាំ1990លោកតាស្ទើរតែគ្មានមធ្យោបាយរស់នៅក្នុងទីក្រុងភ្នំពេញហើយថែមទាំងត្រូវរស់នៅក្នុងតំបន់អនាធិបតេយ្យទៀតផងការបាត់បង់ក្តីសង្ឃឹមសម្រាប់អនាគតសិល្បៈចាប៉ីដងវែងកំពុងតែរលត់បន្តិចម្ដងដោយសារឥទ្ធិពលតន្ត្រីទំនើប Hip Hop លោកតាផ្ទាល់ធ្លាប់បានលើកឡើងថាចាប៉ីមិនអាចប្រៀបនឹង Hip Hop បានទេគេដំណើរនិងសារៈសំខាន់ជីវិតរបស់លោកតាគង់ណៃគឺជាការតស៊ូដើម្បីរក្សានូវអត្តសញ្ញាណជាតិនិងគេដំណើរវប្បធម៌ខ្មែរការទទួលមរណភាពរបស់លោកតានៅថ្ងៃទី28ខែមិថុនាឆ្នាំ2024គឺជាការបាត់បង់ដ៏ធំធេងមួយសូម្បីតែពេលដែលចាប៉ីដងវែងត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់ UNESCO នៅឆ្នាំ2016ក៏ដោយក៏ក្តីបារម្ភរបស់លោកតាអំពីអនាគតនៃសិល្បៈនេះនៅតែជាក់ស្ដែងព័ត៌មានលម្អិតបន្ថែមអំពីជោគជ័យតារាប្រុសស្អាតដែលគ្រប់គ្នាស្គាល់បន្ទាប់ពីចេះចាប៉ីបានតែ2ឆ្នាំលោកតាអាចសម្ដែងអាជីពនៅអាយុ15ឆ្នាំកេរ្តិ៍ឈ្មោះរបស់លោកតាបានល្បីយ៉ាងឆាប់រហ័សរហូតទទួលបានរហស្សនាមថាគង់ណៃស្អាតគង់ handsome ណៃវិចារណញ្ញាណក្នុងការស្ដាប់ដោយសារពិការភ្នែកលោកតាមានសមត្ថភាពផ្ដោតអារម្មណ៍ទៅលើសំឡេងចង្វាក់និងភាសាបានយ៉ាងខ្លាំងលោកតាធ្លាប់មានប្រសាសន៍ថាខ្ញុំក្លាយជាតន្ត្រីករដោយសារភាពពិការភ្នែករបស់ខ្ញុំទីដំណើរកំសាន្តនិងកិត្តិនាមអន្តរជាតិបន្ថែមពីលើពានរង្វាន់ដែលបានរៀបរាប់រួចលោកតាក៏បានសម្ដែងនៅតាមមហោស្រពអន្តរជាតិធំដូចជា WOMED ចក្រភពអង់គ្លេសអូស្ត្រាលីញូហ្សេឡង់និង Smithsonian Folklife Festival សហរដ្ឋអាមេរិកបេសកកម្មផ្សព្វផ្សាយវប្បធម៌លោកតាមិនត្រឹមតែជាអ្នកសម្ដែងប៉ុណ្ណោះទេថែមទាំងបានប្រើប្រាស់តន្ត្រីរបស់លោកតាដើម្បីចូលរួមក្នុងសកម្មភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងព្រឹត្តិការណ៍នានាដើម្បីជួយជនពិការផងដែរព័ត៌មានលម្អិតបន្ថែមអំពីបរាជ័យទារុណកម្មក្រោមរបបខ្មែរក្រហម
គ្រួសាររបស់លោកតាទាំងមូលត្រូវបានបញ្ជូនទៅធ្វើពលកម្មក្នុងជំរំដោយសារជាជនពិការលោកតាទទួលបានតែអង្ករ1ស្លាបព្រាបាយក្នុងមួយថ្ងៃខណៈអ្នកទោសដទៃទទួលបាន3ស្លាបព្រាលោកតាក៏ត្រូវបានហាមឃាត់មិនឲ្យច្រៀងរឿងព្រេងនិទានឬចម្រៀងនិយាយពីបញ្ហាសង្គមហើយត្រូវបានបង្ខំឲ្យច្រៀងតែបទឃោសនារបស់ខ្មែរក្រហមប៉ុណ្ណោះជិតស្លាប់ដោយសាររបបលោកតាធ្លាប់បានប្រាប់ថាខ្មែរក្រហមគ្រោងនឹងសម្លាប់លោកតាហើយលោកតាត្រូវបានដាក់ឈ្មោះក្នុងបញ្ជីប្រហារជីវិតគ្រួសាររបស់លោកតាស្ទើរតែត្រូវបានគេនាំទៅកាន់វាលពិឃាតមុនពេលកងទ័ពវៀតណាមចូលមកដល់ទាន់ពេលវេលាជីវិតដ៏ចង្អៀតក្នុងទីក្រុងទោះបីជាបានឈ្នះការប្រកួតនៅឆ្នាំ1991និងទទួលបានប្រាក់ខែ$19និងដីមួយកន្លែងក៏ដោយលោកតានៅតែប្រឈមមុខនឹងភាពក្រីក្រលោកតាធ្លាប់និយាយលេងសើចថាលោកតាមិនសប្បាយចិត្តនឹងការប្រៀបធៀបជាមួយ Ray Charles ទេព្រោះ Ray Charles ជាអ្នកមានប៉ុន្តែលោកតាជាអ្នកក្រការចងចាំនិងការកោតសរសើរក្រោយពេលលោកតាចាកលោកការបាត់បង់លោកតាគឺជាការសោកស្ដាយយ៉ាងខ្លាំងសម្រាប់ពុទ្ធបរិស័ទខ្មែរទាំងមូលសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានដឹកនាំការរំលែកទុក្ខដោយថ្លែងថាលោកតាជាព្រឹទ្ធាចារ្យកោសាល់វោហាដែលជាមរតកមនុស្សរស់នៃចាប៉ីដងវែងឯសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្លែងថាការបាត់បង់លោកតាគឺជាការបាត់បង់មរតកមនុស្សរស់ដ៏ពូកែមួយដែលជាធនធានដ៏កម្រៅបំផុតរបស់កម្ពុជាការថ្លែងរបស់ស្ថាប័នពាក់ព័ន្ធលោកជំទាវ ម៉ៅចំណានប្រធានសមាគមសិល្បករខ្មែរបានសម្ដែងការសោកស្ដាយហើយមើលឃើញថាការបាត់បង់នេះគឺជាការបាត់បង់ធនធានមនុស្សក្នុងផ្នែកសិល្បៈដ៏កម្រវគ្គពិសេសក្នុងជីវិតអាជីពការសហការជាមួយវិចិត្រករអន្តរជាតិនិងផលិតកម្មសហការជាមួយវណ្ណដាលោកតាបានបង្ហាញពីទស្សនវិស័យវិសេសដោយយល់ព្រមសហការជាមួយតារារ៉េបសម័យទំនើបវណ្ណដាក្នុងបទ Time to Rise ក្នុងវីដេអូនេះលោកតាបានសូត្រថាសូមបើកទំព័រថ្មីបន្តស្នាដៃពីគង់ណៃដែលជាសារដ៏មានឥទ្ធិពលមួយក្នុងការបញ្ជូនបន្តវប្បធម៌ទៅកាន់យុវជនជំនាន់ក្រោយ CD និងស្នាដៃអន្តរជាតិស្នាដៃរបស់លោកតាត្រូវបានផលិតជា CD ដោយអង្គការសិល្បៈខ្មែរអមតៈ Khmer Arts Eternal ហើយលោកតាធ្លាប់បានចេញទៅសម្ដែងនៅតាមបណ្ដាប្រទេសជាច្រើនទៀតផងដែរពានរង្វាន់និងកិត្តិយសផ្សេងៗបន្ថែមពីលើពានរង្វាន់ធំៗលោកតាក៏ទទួលបានការទទួលស្គាល់ថ្នាក់ជាតិមួយចំនួនទៀតដូចជានៅឆ្នាំ2007លោកតាទទួលបានគ្រឿងឥស្សរិយយសពីរាជរដ្ឋាភិបាលនៅឆ្នាំ2012ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យផ្ដល់គោរមនីយជាតិដល់លោកតាជាមរតកមនុស្សរស់កិត្តិនាមនិងការផ្សព្វផ្សាយវប្បធម៌កម្ពុជាលោកតាបានក្លាយជាអ្នកនាំសារវប្បធម៌កម្ពុជាក្នុងឆាកអន្តរជាតិក្រៅពីការសម្ដែងលោកតាក៏បានប្រើប្រាស់សិល្បៈរបស់ខ្លួនក្នុងសកម្មភាពសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនិងក្នុងកម្មវិធីផ្សេងៗសម្រាប់ជនពិការផងដែរជីវិតផ្ទាល់ខ្លួននិងការតស៊ូកម្លាំងចិត្តពិការភ្នែកតាំងពីក្មេងហើយរស់នៅក្រោមរបបខ្មែរក្រហមប៉ុន្តែលោកតាបានប្រែក្លាយទុក្ខលំបាកនោះទៅជាកម្លាំងចិត្តលោកតាធ្លាប់ថ្លែងថាខ្ញុំក្លាយជាតន្ត្រីករដោយសារភាពពិការភ្នែករបស់ខ្ញុំការបដោតលើការស្ដាប់ភាពពិការបានធ្វើឲ្យលោកតាផ្ដោតអារម្មណ៍ទៅលើការស្ដាប់បានយ៉ាងល្អឥតខ្ចោះដែលបង្កើតបានជាស្ទីលការលេងចាប៉ីដ៏ពិសេសភាពលំបាកក្នុងវ័យចាស់នៅចុងឆ្នាំ2022មុនពេលចាកលោកតាបានប្រឈមមុខនឹងបញ្ហាសុខភាពនិងវ័យចំណាស់ដែលធ្វើឲ្យលោកតាពិបាកក្នុងការសម្ដែងជាមួយចាប៉ីដងវែងគេដំណើរនិងអនាគតនៃសិល្បៈចាប៉ីដងវែងការបាត់បង់ឥស្សរជនការចាកចេញរបស់លោកតាគឺជាការភ្ញាក់ផ្អើលមួយទៀតសម្រាប់សិល្បៈចាប៉ីដងវែងបន្ទាប់ពីការបាត់បង់ព្រឹទ្ធាចារ្យឆ្នើមផ្សេងទៀតក្តីបារម្ភអ្នកស្រាវជ្រាវនិងអ្នកស្រឡាញ់សិល្បៈបារម្ភថាការបាត់បង់ព្រឹទ្ធាចារ្យធំបែបនេះអាចបណ្ដាលឲ្យសិល្បៈចាប៉ីដងវែងរលត់បន្តិចម្ដងប្រសិនបើគ្មានការគាំទ្រនិងការបន្តវេនពីយុវជនជំនាន់ក្រោយមរតកវិញ្ញាណទោះជាយ៉ាងណា
តាមរយៈវីដេអូដូចជា Time to Rise យើងឃើញថាវិញ្ញាណសិល្បៈរបស់លោកតានៅតែបន្តកូនប្រុសទី9របស់លោកតាក៏បានបន្តកាន់ចាប៉ីជាបន្តទៀតដែរសង្ខេបជីវិតរបស់លោកតាកុងណៃគឺជានិមិត្តរូបនៃការតស៊ូនិងការលះបង់ដើម្បីអភិរក្សវប្បធម៌ជាតិលោកតាមិនត្រឹមតែជាអ្នកសម្ដែងចាប៉ីដងវែងប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកនិទានរឿងអ្នកបង្ហាញពីព្រលឹងខ្មែរនិងជាស្ពានតភ្ជាប់ពីអតីតកាលដ៏រុងរឿងទៅកាន់បច្ចុប្បន្នកាលនិងសង្ឃឹមថាទៅអនាគត